ក្រមបាត់ដៃរបស់លោកម៉ាដូរ៉ូតាមប្រមាញ់អ្នកគ្រប់គ្រងលោកត្រាំខណៈកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយតាមដងផ្លូវពីពេញរដ្ឋធានីការ៉ាកាសបន្ទាប់ពីលោកម៉ាដូរ៉ូត្រូវបានចាប់ខ្លួនសារព័ត៌មានដសានរបស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី7មករាឆ្នាំ2026នេះថាដងផ្លូវនៃទីក្រុងការ៉ាកាសបានផ្ទុះឡើងដោយភាពវឹកវរខណៈដែលអ្នកគ្រប់គ្រងលោកម៉ាដូរ៉ូបានចូលកាន់កាប់រដ្ឋធានីដើម្បីសាមគ្គីភាពជាមួយមេដឹកនាំផ្ដាច់ការដែលត្រូវបានផ្ដួលរំលំរបស់ពួកគេក្រុមម៉ូតូអន្តពាលនិងកងកម្លាំងសន្តិសុខប្រដាប់អាវុធវេណេស៊ុយឡាកំពុងបង្កការបំផ្លិចបំផ្លាញនៅទូទាំងទីក្រុងបន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយឡាលោកនីកូឡាស់ម៉ាដូរ៉ូដោយកងកម្លាំងសហរដ្ឋអាមេរិកផ្លូវ highway ដែលនាំទៅដល់រដ្ឋធានីត្រូវបានកាន់កាប់ដោយបរិបប្រដាប់ទៅដោយអាវុធដែលមានកាំភ្លើងអាកាសដោយបញ្ឈប់រថយន្តដើម្បីស្វែងរកទូរស័ព្ទនិងយានយន្តរបស់អ្នកបើកបរនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph ចំណុចត្រួតពិនិត្យត្រូវបានសាងសង់យ៉ាងប្រញាប់ប្រញាល់ដោយពួកសកម្មប្រយុទ្ធគ្រប់គ្រងលោកម៉ាដូរ៉ូដែលគេស្គាល់ថាជាក្រុម Collectivos ប្រជាជនវេណេស៊ុយឡាមួយចំនួនកំពុងមានការភ័យខ្លាចក៏ចាកចេញពីផ្ទះសម្បែងរបស់ពួកគេខណៈដែលវងមនុស្សដែលគ្រប់គ្រងលោកម៉ាដូរ៉ូប្រដាប់ទៅដោយអាវុធដើរឆ្វេងឆ្វាយពីពេញដងផ្លូវកាលពីម្សិលមិញរដ្ឋាភិបាលវេណេស៊ុយឡាបានចេញច្បាប់អាសន្នដែលបញ្ជាឲ្យប៉ូលីសតាមប្រមាញ់លោកត្រាំឬអ្នកគ្រប់គ្រងអាមេរិកក្រឹតនេះបានណែនាំឲ្យកងកម្លាំងចាប់ផ្ដើមស្វែងរកនិងចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងការផ្សព្វផ្សាយឬគ្រប់គ្រងការវាយប្រហារដោយអាវុធដោយអាមេរិកជាបន្ទាន់វាកាត់ឡើងនៅពេលដែលកូនប្រុសតែមួយគត់របស់លោកម៉ាដូរ៉ូបានប្រមូលជួលប្រជាជនវេណេស៊ុយឡាឲ្យចេញតាមដងផ្លូវនៃទីក្រុងការ៉ាកាសដើម្បីតវ៉ាប្រឆាំងទៅនឹងការចាប់ខ្លួនឪពុករបស់ជនផ្ដាច់ការរបស់គាត់ទោះបីជាក្រុមអន្តពាលនិងកងកម្លាំងវេណេស៊ុយឡាពេលនេះកំពុងសម្ដែងរឹតអស្ចារ្យយ៉ាងណាក៏ដោយចុះក៏ប្រទេសវេណេស៊ុយឡាខ្លួនឯងនៅតែមិនទាន់រួចផុតពីកំហឹងរបស់លោកត្រាំនៅឡើយទេខណៈដែលលោកព្រមានថាមេដឹកនាំបណ្ដោះអាសន្នថ្មីរបស់វេណេស៊ុយឡាពេលនេះអាចប្រឈមមុខទៅនឹងផលវិបាកធំជាងលោកម៉ាដូរ៉ូទៅទៀតប្រសិនបើនាងមិនស្ដាប់បង្គាប់ទីក្រុង Washington មេដឹកនាំផ្ដាច់ការដ៏អស់សង្ឃឹមម៉ាដូរ៉ូបានទទូចថាគាត់គ្រាន់តែជាអ្នកទោសសង្គ្រាមប៉ុណ្ណោះលោកម៉ាដូរ៉ូបានអង្វរថាខ្ញុំមិនមានទោសទេខ្ញុំជាមនុស្សសមរម្យខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសរបស់ខ្ញុំចំណែកប្រពន្ធរបស់លោកម៉ាដូរ៉ូថាគាត់រឹតតែអត់ដឹងអីទៅទៀតរដ្ឋបាលលោកត្រាំថាការប្រើកម្លាំងយោធាតែងតែជាជំរើសដើម្បីដណ្ដើមយកកោះ Greenland សារព័ត៌មាន Newsweek អាមេរិកចុះផ្សាយនៅថ្ងៃទី7មករានេះថារដ្ឋបាលលោកត្រាំបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនកំពុងស្វែងរកវិធីដើម្បីដណ្ដើមយកកោះ Greenland ដោយហៅកិច្ចខិតខំប្រឹងប្រែងនេះថាជាអត្ថិភាពសន្តិសុខជាតិហើយកំណត់សម្គាល់ថាការប្រើប្រាស់កម្លាំងយោធាអាមេរិកនៅតែជាជម្រើសមួយអ្នកនាំពាក្យសេតវិមានលោកស្រី Caroline Leavitt បានប្រាប់សារព័ត៌មាន Newsweek ថាប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថាការដណ្ដើមយកកោះ Greenland គឺជាអត្ថិភាពសន្តិសុខជាតិរបស់អាមេរិកហើយវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ស្កាត់សត្រូវរបស់យើងនៅក្នុងតំបន់អាតិចប្រធានាធិបតីនិងក្រុមរបស់គាត់កំពុងពិភាក្សាអំពីជម្រើសជាច្រើនដើម្បីបន្តគោលដៅគោលនយោបាយការបរទេសដ៏សំខាន់នេះហើយជាការពិតណាស់ការប្រើប្រាស់កម្លាំងយោធាអាមេរិកតែងតែជាជម្រើសមួយនៅក្នុងការចាត់ចែងរបស់មេបញ្ជាការបន្ទាប់ពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅវេណេស៊ុយឡាកាលពីចុងសប្តាហ៍ក្នុងកំឡុងពេលដែលជនផ្ដាច់ការនីកូឡាស់ម៉ាដូរ៉ូនិងប្រពន្ធរបស់គាត់ត្រូវបានចាប់ខ្លួននិងនាំទៅកាន់ទីក្រុងញូវយ៉កលោកត្រាំនិងសម្ព័ន្ធមិត្តជិតស្និទ្ធបានលើកឡើងពីគំនិតនៃសកម្មភាពស្រដៀងគ្នានេះនៅក្នុងប្រទេសដទៃទៀតរួមទាំងប្រទេសគូបាកូឡុំប៊ីនិង Greenland សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានព្រមានប្រឆាំងទៅនឹងសកម្មភាពបន្ថែមទៀតជាពិសេសនៅពេលដែលនិយាយអំពីកោះ Greenland ដែលជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាកមន្ត្រីសហរដ្ឋអាមេរិកនិយាយថាលោក Donald Trump និងក្រុមរបស់លោកកំពុងថ្លឹងថ្លែងពីជម្រើសនានារួមទាំងការទិញដីកោះនេះឬការបង្កើតកិច្ចព្រមព្រៀងសមាគមដោយសេរីជាមួយកោះនេះដោយមន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មាន Reuters ថាលោកត្រាំចង់ឲ្យសហរដ្ឋអាមេរិកធានាសុវត្ថិភាពកោះ Greenland ក្នុងអាណត្តិបច្ចុប្បន្នរបស់លោកបើទោះបីជាមានការជំទាស់ពីសម្ព័ន្ធមិត្ត NATO ក៏ដោយហើយនិយាយថាបញ្ហានេះមិនបាត់ទៅណានោះទេសេចក្តីថ្លែងការណ៍ពីសេតវិមានហាក់ដូចជាផ្ទុយទៅនឹងសេចក្តីអត្ថាធិប្បាយរបស់លោក Marco Rubio ដែលជារដ្ឋមន្ត្រីការបរទេសក្នុងកំឡុងពេលសន្និសីទបិទជិតជាមួយសមាជិកសភាកាលពីថ្ងៃច័ន្ទដែលយោងតាម The Wall Street Journal ថារដ្ឋបាលលោកត្រាំកំពុងសម្លឹងមើលពីការទិញកោះ Greenland ជាងការឈ្លានពានវាការទិញទឹកដីដាណឺម៉ាកគឺជាកិច្ចខិតខំប្រឹងប្រែងមួយដែលលោកត្រាំបានដាក់ចេញក្នុងអាណត្តិដំបូងរបស់លោកកាលពីព្រឹកថ្ងៃ
អង្គារមេដឹកនាំប្រទេសបារាំងអាល្លឺម៉ង់អ៊ីតាលីប៉ូឡូញអេស្ប៉ាញនិងចក្រភពអង់គ្លេសបានចូលរួមជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen ក្នុងសេចក្តីថ្លែងការណ៍រួមមួយដើម្បីប្រឆាំងទៅនឹងការដណ្ដើមយកកោះនេះពីសហរដ្ឋអាមេរិកនិងបញ្ជាក់ពីអធិបតេយ្យភាពរបស់កោះនេះនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney ក៏បានបង្ហាញការគាំទ្ររបស់លោកចំពោះកោះ Greenland ដោយប្រកាសពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងនេះនៅដើមខែក្រោយសេតវិមានលើកឡើងថាការគ្រប់គ្រងកោះ Greenland នឹងស្ថិតក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិកដោយលោកត្រាំបាននិយាយកាលពីថ្ងៃអាទិត្យថាកោះនេះកំពុងរងការគំរាមកំហែងពីប្រទេសចិននិងរុស្ស៊ីប៉ុន្តែលោកស្រី Frederiksen បាននិយាយកាលពីថ្ងៃច័ន្ទថាប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តវាយប្រហារប្រទេស NATO ដែលជាសម្ព័ន្ធមិត្តហើយនោះអ្វីៗនឹងត្រូវចប់ដោយសម្ដៅលើ NATO ខ្លួនឯងនិងសន្តិសុខដែលខ្លួនផ្ដល់ RIP Radar Made in China រ៉ាដាចិនបរាជ័យក្នុងការឲ្យសញ្ញាប្រឆាំងយន្តហោះចម្បាំងបំបាំងកាយអាមេរិកសារព័ត៌មាន Newsweek របស់អាមេរិកសរសេរអត្ថបទកាលពីថ្ងៃទី6មករាឆ្នាំ2026ថាការវិឆ្មក់របស់សហរដ្ឋអាមេរិកលើរដ្ឋធានីវេណេស៊ុយឡាកាលពីថ្ងៃសៅរ៍ដែលបណ្ដាលឲ្យមានការចាប់ខ្លួនលោកនីកូឡាស់ម៉ាដូរ៉ូនិងភរិយារបស់គាត់បានបង្ហាញថាសហរដ្ឋអាមេរិកបានរក្សានូវគុណសម្បត្តិបច្ចេកវិទ្យាយកប្រៀបលើអាវុធដែលទទួលបានពីសម្ព័ន្ធមិត្តរបស់ចិននេះបើយោងតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ដែលបាននិយាយកាលពីថ្ងៃច័ន្ទការវាយប្រហារនៅទីក្រុងការ៉ាកាសអាចជាបរាជ័យកេរ្តិ៍ឈ្មោះសម្រាប់ទីក្រុងប៉េជីងដោយសារតែរ៉ាដាប្រឆាំងយន្តហោះបំបាំងកាយចល័ត JY-27A ដែលត្រូវបានលក់ទៅឲ្យវេណេស៊ុយឡានិងត្រូវបានគេផ្សព្វផ្សាយថាមានសមត្ថភាពអាចរកឃើញយន្តហោះចម្បាំងបំបាំងកាយចំនួនទី5ដូចជាយន្តហោះចម្បាំង F-22 និង 35 របស់អាមេរិកដែលហោះពីចម្ងាយជាង240គីឡូម៉ែត្រត្រូវបានគេអាងថាបរាជ័យក្នុងការផ្ដល់ការព្រមានទុកជាមុនក្នុងពេលវេលាដ៏សំខាន់លោកស៊ូស៊ូឈៀនអនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់បានថ្លែងក្នុងកំឡុងពេលសវនាការនីតិបញ្ញត្តិមួយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានបង្ហាញថាអាវុធនិងឧបករណ៍របស់ប្រទេសនេះនៅតែមិនអាចប្រៀបផ្ទឹមបានទោះជាយ៉ាងណាក៏ដោយលោកបាននិយាយថាកត្តាសំខាន់បំផុតគឺកង្វះការថែទាំនិងការគាំទ្រគ្រប់គ្រាន់សម្រាប់ឧបករណ៍ដែលបានដាក់ពង្រាយដល់ប្រទេសវេណេស៊ុយឡានេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងឧបករណ៍នេះត្រូវការថែទាំនិងធ្វើបច្ចុប្បន្នភាពជាប្រចាំប្រសិនបើសត្រូវកំពុងរីកចម្រើនយើងក៏ត្រូវរីកចម្រើនផងដែរការកត់សម្គាល់របស់លោកបានកាលឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិនបានចាប់ផ្ដើមធ្វើលំហាត់សមយុទ្ធជុំចុងក្រោយរបស់ខ្លួនដែលមានគោលបំណងព្រមានកោះតៃវ៉ាន់ដែលទីក្រុងប៉េជីងអាងថាជាទឹកដីរបស់ខ្លួនហើយសន្យាថានឹងក្រសោបយកតាមរយៈការប្រើកម្លាំងបើចាំបាច់វិទ្យាស្ថានស៊ើបការយុទ្ធសាស្ត្រមីមីដែលជាក្រុមវិភាគអភិរក្សនិយមដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅអាមេរិកឡាទីនបានកំណត់លក្ខខណ្ឌការពីដែនអាកាសរបស់វេណេស៊ុយឡាថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងរបាយការណ៍ខែមិថុនាត្រឹមតែរយៈពេល2ខែមុនពេលអាមេរិកចាប់ផ្ដើមបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួនទៅកាន់តំបន់សមុទ្រការ៉ាប៊ីនជាមួយនឹងគោលដៅដែលបានបញ្ជាក់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងប្រតិបត្តិការជួញដូរគ្រឿងញៀនរបាយការណ៍នេះនិយាយថាកងនាវារ៉ាដាជាង 60% របស់ប្រទេសនេះលែងដំណើរការដោយចង្អុលពីកង្វះខាតគ្រឿងបន្លាស់និងការគ្រប់គ្រងបច្ចេកទេសអបបរមាពីចិនដែលកំពុងផ្ដល់គ្រឿងបន្លាស់ទាំងស្រុងតាមរយៈអន្តរការីស៊ីវិលអ្នកវិភាគបានធ្វើការកត់សម្គាល់ថាសូម្បីតែរ៉ាដាដែលត្រូវបានរចនាឡើងតាមទ្រឹស្ដីដើម្បីចាប់សញ្ញាយន្តហោះចម្បាំងបំបាំងកាយក៏មិនមានគ្រប់គ្រាន់ដើម្បីការពារប្រឆាំងនឹងពួកគេដែរលោក Richo អ្នកវិភាគប្រភពបើកចំហនិងជាអ្នកអធិប្បាយយូរអង្វែងលើការអភិវឌ្ឍយោធាចិនបានសរសេរនៅលើបណ្ដាញ X ថាអ្នកនៅតែត្រូវការប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋានលើដីក្រាតដែលមានសមត្ថភាពទំនើបនិងមានបណ្ដាញក៏ដូចជាប្រព័ន្ធការពារដែនអាកាសរួមបញ្ចូលគ្នា IADS ពហុដែន